ម៉ាស៊ីនកាត់ករណីដែលវាទាញกระดาษហើយក្បាលលោតវានេះលោតអត់ត្រូវទីតាំងកន្លែងវាយើងត្រូវ reset ទីតាំងវាម្ដងទៀតជាទូទៅយើងចូលកន្លែង setting នេះមកហើយយកកន្លែង auto paper ហ្នឹងណាហើយនេះយើងចាត់វាចុច start ក្បាលវារត់ទៅខាងឆ្វេងដៃផុតទាំងអស់ហើយបន្ទាប់មកយើងអាចដាក់กระดาษយើងបានហើយកន្លែងលេខ2នេះគឺ second វិនាទី delay នៅន័យថាពេលយើងដាក់ភ្លាមវាចាំ2វិនាទីបានវាទាញទៅអញ្ចឹងបើយើងដាក់លឿនវា sensitive វាលឿនតាមនឹងឆាប់ទាញតាមទាំងឥឡូវដាក់2វិនាទីអញ្ចឹងទៅយើងដាក់กระดาษនេះឥឡូវឧទាហរណ៍យើងដាក់กระดาษកាត់អូតូមកវាដាក់នៅកណ្ដាលកន្លែងហ្នឹងឥឡូវវាអូតូទាញទៅហើយអូខេតែអាក្បាលនេះវារត់មកទៅផុតឬក៏រត់ដល់ខុសទីតាំងដែលយើងកំណត់ណាអញ្ចឹងយើងត្រូវកំណត់វាម្ដងទៀតដល់ធ្វើម៉េចឥឡូវយើង stop វាសិនមកហើយដកกระดาษចេញអញ្ចឹងពេលយើងកំណត់ទីតាំងម្ដងទៀតយើងកុំឲ្យមានកណ្ដាលក្នុងហ្នឹងយើងចុច start មកដូចដើមសំខាន់ទៅមិនទៅ home វិញក៏បានដែរចុចកន្លែង stop នេះឲ្យអស់ទៅចាំចូលកន្លែង setting ដដែលហ្នឹង auto paper ហ្នឹងហើយចុច start ដដែលនេះចុច start ហើយក្បាលវារត់មកគៀនហ្នឹងណាហើយយើងអាចដាក់กระดาษបានទៀតហើយអញ្ចឹងយើងដាក់กระดาษមកលើកនេះយើងស្រែកន្លែងវាត្រូវវិញខ្ញុំដៃមួយវាពិបាកបន្តិចឥឡូវដល់យើងដាក់ចំណាំងទីតាំងយើងដាក់លើកក្រោយដាក់កន្លែងរហូតលើដាក់កន្លែងនេះខ្ញុំចំណាំកន្លែងហ្នឹងចុះនេះអញ្ចឹងពេលក្បាលវាលូតខុសកន្លែងហ្នឹងយើងចុចប៊ូតុងវាមកឆ្វេងមកឲ្យត្រូវទីតាំងវិញចុចរហូតមកឆ្វេងស្ដាំមុខក្រោយហ្នឹងធ្វើម៉េចឲ្យវាទៅចំចំណុចនេះអាហ្នឹងវិញណាក្បាលក្បិតវាយើងមើលមកអានេះយើងរៀងបាក់មើលតិចតែពេលយើងសេរីត្រូវណានេះអានេះខ្ញុំសេរីត្រូវហើយពេលវាត្រូវទីតាំងវាហើយយើងចុច stop ទៅចុច stop វាណាអូខេចុច stop ហើយយើងអាចចូលមក home វិញចុចទៅកន្លែងពណ៌ដើមវិញទាញกระดาษចេញចុចទាញกระดาษចេញមកអូខេអានេះមានន័យថាយើងសេរីទីតាំងវារួចហើយអញ្ចឹងលើកក្រោយយើងចង់កាត់វាយើងមិនបាច់សេរីទីតាំងទៀតទេបើសិនជាវាខុសទីតាំងខ្ញុំសេរីយើងសេរីតែម្ដងឯណាចុចចូលកន្លែង set នឹងមក auto paper start ហ្នឹងពេលយើងកាត់វិញហើយអញ្ចឹងយើងសេរីទីតាំងវាត្រូវហើយយើងចំណាំកន្លែងយើងដាក់กระดาษយើងចង់กระดาษកន្លែងណាអញ្ចឹងឥឡូវយើងដាក់ទៅវាអូតូទាញដដែលលើកនេះវាមកត្រូវវិញហើយអញ្ចឹងពេលយើងកាត់លើកក្រោយវារត់មកកន្លែងហ្នឹងដដែលពេលវាខុសចាំសេរីអញ្ចឹងយើងដូរទំហំกระดาษអានេះ A4 កាត់ A3 វាក៏ជាกระดาษធំជាងអញ្ចឹងយើងសេរីទីតាំងវាម្ដងទៀតអូខេហ្នឹងវិធីសេរីទីតាំងបើសិនជាខុសទីតាំងហើយសម្រាប់ការបើកម៉ាស៊ីនយើងចុចប៊ូតុងនេះមួយមកចុចតែមួយមកហើយចាំវា start up វាលូតឲ្យយើងប្រើបានហើយកុំចុចយូរពេកចុចតែមួយទៅបានហ្នឹងណាចុចបើកទៅវាបានហើយតែពេលបិទវិញចុចឲ្យជាប់ពី3វិនាទីទៅយើងចុចមើលអត់បិទទេចុច1 2 3ចុចតោះវាលូតទៅបានហើយនឹងដកដៃចេញទៅគេអនុវិធីបើកបិទ